នេះគឺជាព្រឹត្តិការណ៍មួយដែលបានកើតឡើងនៅក្នុងខេត្តព្រៃវែងគឺតាក់ទងទៅនឹងរឿងអាបធ្មប់គឺជារឿងពិតមួយដែលបានកើតឡើងនៅក្នុងស្រុកភូមិមួយដែលកាលពីប្រមាណឆ្នាំមុននេះរឿងរ៉ាវនេះគឺកើតឡើងទៅលើគ្រួសារមួយត្រូវបានប្រជាជននៅក្នុងភូមិគឺមានសមាជិកជាច្រើននៅក្នុងភូមិមានការលើកឡើងដូចគ្នាថាមានស្ត្រីវ័យចំណាស់ម្នាក់នៅក្នុងភូមិរបស់គាត់ត្រូវបានគេចោទថាគាត់ចេះអាបចេះធ្មប់ហើយក៏ធ្វើឲ្យអ្នកស្រុកស្លាប់ជាបន្តបន្ទាប់ហើយរឿងនេះក៏បានធ្វើឲ្យប្រជាជននៅក្នុងភូមិនាំគ្នាទៅធ្វើបាបចំពោះស្ត្រីវ័យចំណាស់ហើយក៏មានការប្តឹងផ្តល់គ្នាទៅកាន់ក្រសួងមហាផ្ទៃថែមទៅទៀតរឿងរ៉ាវនេះបើយើងនិយាយទៅវាគឺជាអបិយជំនឿមួយក៏ប៉ុន្តែបានកើតឡើងជាក់ស្ដែងនៅក្នុងទស្សនវិជ្ជានៃសង្គមកម្ពុជានៅក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះហើយក៏ធ្វើឲ្យមានការទទួលដឹងឬទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានភូមិឃុំរបស់ពួកគេហើយការដោះស្រាយនៃក្តីតាក់ទងទៅនឹងអបិយជំនឿក៏ដូចជាអាបធ្មប់នេះបានคล้ายទៅជារឿងពាក់ព័ន្ធគ្នារវាងអមនុស្សឬក៏ជំនឿអរូបីជាមួយនឹងវិទ្យាសាស្ត្រក៏ដូចជាសមត្ថកិច្ចនៃអាជ្ញាធររហូតទៅដល់ក្រសួងមហាផ្ទៃដែលធ្វើឲ្យស្ថានភាពនេះមានការភ្ញាក់ផ្អើលស្ទើរតែពាសពេញនៅក្នុងខេត្តព្រៃវែងនៅក្នុងនោះគឺមានអ្នកភូមិបានសម្រុកឡើងផ្ទះរបស់ស្ត្រីវ័យចំណាស់មួយរូបដែលគេសង្ស័យថាគាត់មានចេះអំពើអាបធ្មប់ហើយក៏បានរុះរើទៅលើធ្នឹមហឹងអាសនៈរបស់គាត់ទម្លាក់មកដីហើយនៅក្នុងនោះដែរក៏មានការធ្លាយថាព្រលឹងអ្នកស្លាប់ចូលសន្ធិដ្ឋជាមេធ្មប់មេអាបនោះថែមទៅទៀតហើយក៏មានការទទួលស្គាល់ខ្លួនឯងនៅក្នុងលិខិតថារូបគាត់គឺជាអាបធ្មប់ដែលទទួលនៅការធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ទៅនឹងអំពើនៃមន្តអាគមបែបអបិយជំនឿនោះថែមទៅទៀតទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿននៅក្នុងសម័យនេះទៅហើយក្តីក៏ប្រជាជននៅតាមតំបន់មួយចំនួននៅតែជឿទៅលើអបិយជំនឿរឿងបារមីខ្មោចព្រាយបិសាចឬក៏ជាអំពើអាបធ្មប់ជាដើមរហូតដល់ទៅគុំគួនគិតខ្លីនៅក្នុងការសម្លាប់មនុស្សដោយគ្រាន់តែជាការសង្ស័យថាចេះអំពើអាបថែមទៅទៀតផងនោះជាមួយគ្នានោះដែរកន្លងមកនេះមានរឿងអាបធ្មប់មួយនៅក្នុងចំណោមរឿងដែលកើតឡើងនៅកម្ពុជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែអ្នកភូមិលើកគ្នាសម្រុកទៅផ្ទះស្ត្រីម្នាក់ធ្វើការរុះរើទម្លាក់តោកហឹងដុតចោលដោយចោទទៅលើស្ត្រីរូបនោះថាចេះអាបធ្មប់និងវិជាផ្លូវងងឹតដែលធ្វើឲ្យស្ត្រីម្ចាស់ផ្ទះបង្ខំចិត្តរត់គេចខ្លួនលែងហ៊ានវិលត្រឡប់មកផ្ទះរបស់ខ្លួនហើយចុងក្រោយបានបួសជាដូនជីស្នាក់អាស្រ័យនៅក្នុងវត្តថែមទៅទៀតអ្នកស្រុកស្វាយអន្តរខេត្តព្រៃវែងមិនថាតែក្មេងចាស់ប្រុសស្រីនោះទេកន្លងមកនេះធ្លាប់បានភ័យខ្លាចគ្រប់គ្នាព្រោះតែល្បីថានៅក្នុងភូមិទាំងមូលធ្លាប់មានអំពើអាបធ្មប់ម្នាក់ដែលធ្វើអំពើដាក់គេឯងជាពិសេសទៅលើស្ត្រីព្រហ្មចារីថែមទៅទៀតចំពោះហេតុការណ៍ដែលបានបង្កឲ្យពួកអ្នកភូមិមានការភ័យខ្លាចហើយផ្ដោតលើការសង្ស័យទៅលើស្ត្រីម្នាក់ឈ្មោះហ៊ុនហើយមានអាយុ54ឆ្នាំរស់នៅក្នុងភូមិក្បែរគ្នាថាគឺជាអាបធ្មប់ពីព្រោះតែនៅក្នុងភូមិជាខ្លាំងស្រាប់តែមានមនុស្សឈឺស្លាប់ជាបន្តបន្ទាប់អស់ជាច្រើនអ្នកមកហើយពួកអ្នកភូមិស្រុកនៅពេលដែលបានដឹងថាមានតំណាងនៃអ្នកយកព័ត៌មានយើងធ្លាប់បានទៅដល់ភូមិនោះក៏បាននាំគ្នាមកចោមរោមរៀបរាប់អំពីការភ័យខ្លាចរបស់ពួកគេថាដើមហេតុដែលធ្វើឲ្យពួកគេអាចនឹងធ្វើការចាប់អារម្មណ៍ទៅលើស្ត្រីម្នាក់ឈ្មោះហដែលយើងសូមហៅជាអក្សរកាត់ដោយសារតែយើងចង់រក្សានៅសិទ្ធិផ្ទាល់ខ្លួនរបស់គាត់យើងក៏សូមហៅអក្សរកាត់ថាឈ្មោះហគឺជាមេធ្មប់យកជីវិតមនុស្សនៅក្នុងភូមិនេះក៏ព្រោះតែពួកគេនៅចាំបានថាកាលពីឆ្នាំ1985មានអ្នកដើរលក់ថ្នាំបុរាណម្នាក់មកអំពីខេត្តកំពង់ស្ពឺបានមកតាក់ទងជាមួយនឹងស្ត្រីឈ្មោះហនេះឲ្យរៀនសូត្រនៅវេទមន្តដោះអំពើខ្មោចព្រាយបិសាចទុកគ្រាន់ជួយសង្គ្រោះជីវិតបងប្អូននៅក្នុងសមាជិកក្នុងភូមិមន្តអាគមវេទមន្តនោះដើមឡើយ
ស្ត្រីរូបនោះដែលមានប្តីនិងកូនរួចទៅហើយក៏មិនដឹងថាមានមន្តអាគមដែលរៀននោះគឺជាវេទមន្តធ្មប់អ្វីនោះដែររួមទាំងមានអ្នកភូមិផងនោះផងដែរលុះក្រោយអំពីស្ត្រីឈ្មោះហនោះបានរៀនចប់ចេះចាំស្ទាត់ទៅហើយរំលងបានប្រមាណជា 2-3 ឆ្នាំក៏ស្រាប់តែឪពុកក្មេកឈ្មោះហនោះបានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ទៅរហូតទៅដល់បាត់បង់ជីវិតកាលនោះអ្នកស្រុកភូមិមិនបានចាប់អារម្មណ៍ថាលោកតាដែលជាឪពុកក្មេករបស់នាងហនោះបានស្លាប់ដោយអំពើធ្មប់នោះទេគឺគ្រប់គ្នាគ្រាន់តែគិតថាគឺជាជំងឺចាស់ធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែរំលងបានប្រមាណឆ្នាំក្រោយមកទៀតក៏មានមនុស្សចាស់ក្មេងចេះតែឈឺស្លាប់ជាបន្តបន្ទាប់គ្នានៅចុងភូមិរហូតដល់ដើមភូមិតែពុំទាន់មាននរណាគេចាប់អារម្មណ៍ទៅលើស្ត្រីឈ្មោះហនោះដែរថាគាត់ចេះនៅវិជាមន្តអាគមអាបធ្មប់នោះពួកអ្នកភូមិបានរៀបរាប់ថានៅពេលដែលនៅក្នុងភូមិបានចាប់ផ្ដើមមានមនុស្សស្លាប់ជាបន្តបន្ទាប់គ្នានោះក៏មានហេតុភេទខ្លះធ្វើឲ្យអ្នកស្រុកអ្នកភូមិចម្លែកនៅក្នុងចិត្តគ្រប់គ្នាដែរដោយសារតែដល់ក្បាលប្រលប់មិនទាន់នោះផងក៏ត្រូវបានវងឆ្កែចាប់ផ្ដើមលូឲ្យត្រហឹងពីចុងភូមិទៅដល់ដើមភូមិដែលស្ដាប់ទៅគួរឲ្យព្រឺក្បាលយ៉ាងខ្លាំងស្ត្រីឈ្មោះឡដែលមានអាយុ40ឆ្នាំរស់នៅក្នុងភូមិកើតហេតុនេះក៏ធ្លាប់បានរៀបរាប់ថាបន្ទាប់អំពីមានហេតុភេទឆ្កែលូចម្លែកនោះមកក៏ស្រាប់តែមានមនុស្សស្លាប់ជាបន្តបន្ទាប់ផងដែរដូចជាយាយឆយាយយោយាយលោតាខនិងតាដោជាដើមលុះក្រោយមកទៀតក៏មានអ្នកភូមិឈ្មោះយាយជោអាយុ67ឆ្នាំដែលនៅមានកម្លាំងកំហែងមាំមួនសោះក៏ស្រាប់តែធ្លាក់ខ្លួនឈឺតែ2ថ្ងៃតែប៉ុណ្ណោះក៏បានស្លាប់បាត់បង់ជីវិតទៅក៏ប៉ុន្តែអ្នកភូមិដែលនៅចោមរោមមើលយាយជោក៏បានសម្ដែងនៅភាពភ្ញាក់ផ្អើលចម្លែកនៅក្នុងចិត្តដោយសារតែយាយជោនេះពេលមុនដាច់ខ្យល់ស្លាប់គាត់ក៏បានស្រែកថាកុហកកុំធ្វើបាបអញពេកដោយសារតែពាក្យសម្ដីរបស់យាយជោនេះហើយបានធ្វើឲ្យអ្នកចោមរោមមើលមានទាំងកូនយាយរបស់នាយជោផងនោះក៏នាំគ្នាចាប់ផ្ដើមសង្ស័យទៅលើស្ត្រីឈ្មោះហព្រោះឈ្មោះនេះគឺអ្នកភូមិមានការមន្ទិលសង្ស័យទៅលើគាត់យូរណាស់មកហើយដែរក៏ប៉ុន្តែដោយសារតែគ្មានភស្តុតាងដើម្បីចោទប្រកាន់ទើបពួកអ្នកស្រុកធ្វើហីទៅតែម្នាក់ក៏នៅចាំសង្កេតតាមដានឈ្មោះយាយហនេះផងដែរអ្នកភូមិនិយាយថាស្ត្រីឈ្មោះហដែលអ្នកភូមិសង្ស័យថាជាមេធ្មប់គេក៏បានសង្កេតឃើញថាពេលដែលមានពិធីបុណ្យទាននៅក្នុងភូមិគេកម្រនឹងឃើញស្ត្រីនោះទៅចូលរួមធ្វើបុណ្យជាមួយនឹងបងប្អូនអ្នកភូមិនោះណាស់ចំណែកឯអាកប្បកិរិយានិយាយស្ដីដូចជាហូបអ្វីមានលក្ខណៈខុសគេបើហូបអ្វីដែលជាម្ហូបគូកគឺស្ត្រីឈ្មោះហនោះយកម្រាមដៃទាំង5ច្បាមចូលមាត់តែម្ដងលើកលែងតែពេលខ្លះនៅក្នុងចំណោមមនុស្សជាច្រើនគាត់បានប្រើស្លាបព្រាចំពោះអំពើអាបធ្មប់ដែលធ្វើឲ្យអ្នកស្រុកអ្នកភូមិនិងសាច់ញាតិអ្នកជំងឺនិយាយរៀបរាប់ដូចគ្នាស្ត្រីឈ្មោះអចអាយុ45ឆ្នាំជាកូនរបស់យាយជោដែលស្លាប់ទៅហើយសង្ស័យថាត្រូវអំពើអាបធ្មប់នោះបាននិយាយថាម្ដាយរបស់នាងមុននឹងស្លាប់ទៅគាត់វេទនាខ្លាំងណាស់ដោយមើលទៅភ្នែករបស់គាត់ឡើងក្រហមលៀនរីឯជើងវិញហើមស្ពុលដោយឡែកនៅតាមរាងកាយវិញគឺមាននៅវត្ថុដុំមូលអ្វីម្យ៉ាងប៉ុនកដៃកូនក្មេងបានរត់ចុះរត់ឡើងពីចុងជើងរហូតទៅដល់ក្បាលពលគឺវត្ថុដុំមូលនោះបានរត់ពាសពេញទាំងខ្លួនតែម្ដងហើយនៅពេលដែលដុំមូលនោះបានរត់បានធ្វើឲ្យអ្នកជំងឺស្រែកយំធ្ងោឈឺចាប់ក្រហល់ក្រហាយនៅក្នុងខ្លួនដែលមើលវេទនាខ្លាំងណាស់រីឯស្ត្រីឈ្មោះអចនេះបាននិយាយថាម្ដាយខ្ញុំមុននឹងស្លាប់បាននិយាយហាក់ដូចជាខ្លាចខ្លាំងណាស់លើរំពាត់សិលដើមទ្រាំងរបស់លោកយាយម្នាក់អ្នកភូមិនិយាយថានៅក្នុងភូមិពួកគេមានគ្រូបារាណម្នាក់
ដែលមានរំពាត់ដើមទ្រាំងនេះហើយរំពាត់នេះក៏មាននៅមហិទ្ធិឫទ្ធិយ៉ាងខ្លាំងណាស់ដែរទៅលើការបង្ក្រាបនៅអំពើអាបធ្មប់នេះនៅពេលដែលលោកតាបានស្លាប់ទៅក៏បានទុកនៅរំពាត់នេះឲ្យគាត់ដើម្បីសម្រាប់ការពារពេលដែលមានអាសន្នត្រូវបានគេធ្វើអំពើធ្មប់ដោយយករំពាត់នោះដាក់ទៅលើខ្លួនអ្នកជំងឺនោះគេនឹងឃើញអ្វីចម្លែកទៅតាមអំពើដែលអាបធ្មប់នោះបានធ្វើស្ត្រីឈ្មោះអចនេះបាននិយាយថាពេលម្ដាយខ្ញុំមុននឹងស្លាប់គេបានយករំពាត់ទ្រាំងទៅចុចទៅលើខ្លួនម្ដាយរបស់ខ្ញុំពេលនោះស្រាប់តែម្ដាយរបស់ខ្ញុំនិយាយចេញជាសម្លេងរបស់ស្ត្រីឈ្មោះហស្រែកទាយកជីវិតមនុស្សថែមទៅទៀតដោយសារតែមនុស្សមួយចំនួននៅក្នុងភូមិមុននឹងស្លាប់សុទ្ធតែបាននិយាយចេញសម្លេងរបស់ឈ្មោះហគ្រប់គ្នានោះទើបធ្វើឲ្យអ្នកភូមិកំណត់ថាស្ត្រីឈ្មោះហនេះគឺជាមេធ្មប់អាបយ៉ាងពិតប្រាកដលោកអៀនរ៉េតអាយុ40ឆ្នាំដែលបានគិតថាប្រពន្ធរបស់គាត់ស្លាប់ដោយអំពើអាបធ្មប់នោះបានរៀបរាប់ថាប្រពន្ធរបស់គាត់ឈ្មោះសឹមអ៊ូអាយុ40ឆ្នាំបានស្លាប់កាលពីខែចែកបុរសរូបនេះបាននិយាយថាមុនពេលដែលប្រពន្ធរបស់គាត់បានស្លាប់នាងបានស្រែកទ្រហោយំយ៉ាងវេទនាណាស់លុះក្រោយពីធ្វើបុណ្យសពម្ដាយហើយរំលងបាន 3-4 ថ្ងៃពេលកូនស្រីខ្ញុំឈ្មោះញ៉ាញ់អាយុ20ឆ្នាំកំពុងតែវីស្រូវហាលក៏ស្រាប់តែនាងបានស្រែកភ្លាត់សម្លេងប្រាប់ម្ដាយមីងឈ្មោះភួងឡាថាមីងខ្ញុំធំក្លិនទឹកចំអះម៉ែណាស់មិនដឹងជាយ៉ាងម៉េចនោះទេមីងបន្ទាប់មកនាងក៏បានក្អួតចង្អោរធ្វើឲ្យផ្អើលបងប្អូនជិតខាងនាំគ្នាកោសខ្យល់ឲ្យនាងស្មានថានាងខ្យល់នៅតែមិនបាត់សោះឃើញដូច្នេះហើយខ្ញុំក៏បាននាំទៅមន្ទីរពេទ្យដើម្បីព្យាបាលហើយគ្រូពេទ្យបានប្រាប់ថានាងមានរោគក្រពះថ្លើមទឹកនោមប្រៃទឹកនោមផ្អែមឯនោះទៅវិញតែទោះជាមានការព្យាបាលយ៉ាងណាក៏ជំងឺកូនខ្ញុំនៅតែមិនជានោះទៅទៀតហើយក៏យកមកមើលគ្រូខ្មែរម្ដងទៀតនៅពេលនោះគ្រូខ្មែរក៏បានយករំពាត់ដាក់ទៅលើខ្លួនកូនស្រីដែលរំពេចនោះកូនស្រីរបស់ខ្ញុំក៏បានស្រែកទ្រហោយំចេញសម្លេងឈ្មោះយាយហដែលរៀបរាប់ឲ្យដឹងថាគាត់ឈ្មោះហបានធ្វើនាងក្រមុំនោះមែនមិនតែប៉ុណ្ណោះសម្លេងឈ្មោះនាងហនេះក៏បាននិយាយចេញមកថាគេនឹងយកជីវិតក្រមុំឲ្យបាន20នាក់ដើម្បីថ្វាយគ្រូអាបធ្មប់របស់គេដើម្បីវេទមន្តរបស់គេកាន់តែខ្លាំងពូកែជាងនេះទៅទៀតចំណែកឯកូនស្រីរបស់ខ្ញុំក៏នាំទៅរកគ្រូខ្មែរដោះអំពើធ្មប់នោះចេញបានរួចផុតពីសេចក្តីស្លាប់ពេលនោះគេក៏បាននាំគ្នាជឿថាស្ត្រីឈ្មោះហនេះគឺជាមេធ្មប់ពួកអ្នកស្រុកក៏បានលើកគ្នាទៅផ្ទះរបស់ឈ្មោះហតែដោយរកឈ្មោះនាងហមិនបានឃើញក៏នាំគ្នាទៅរុករើអាសនៈគ្រូនៃមន្តអាគមនោះមកដុតចោលរីឯរឿងហេតុដែលអ្នកស្រុកភូមិនាំគ្នាសម្រុកទៅរកស្ត្រីឈ្មោះហនោះក៏ព្រោះតែកាលពីថ្ងៃទី22ខែធ្នូឈ្មោះហនោះបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយនឹងប្រជាជនដោយមានលោកមេភូមិជាខ្លាំងសិញេដឹងឮផងដែរដែលនៅក្នុងកិច្ចសន្យាឈ្មោះស្ត្រីហនោះបានសរសេរថានាងខ្ញុំគឺជារូបម្ចាស់អាបធ្មប់នៅភូមិជាខ្លាំងសូមធ្វើកិច្ចសន្យាថាឈប់ដើរធ្វើមនុស្សគ្រប់រូបនៅក្នុងភូមិនោះទៀតហើយក៏ប៉ុន្តែរំលងបានពី3ថ្ងៃតែប៉ុណ្ណោះក៏មានមនុស្សម្នាក់នៅក្នុងភូមិបានស្លាប់ជាបន្តទៅទៀតនាងរនហៀបអាយុ28ឆ្នាំគឺជាកូនស្រីរបស់ឈ្មោះនាងរហអាយុ28ឆ្នាំជាកូនស្រីរបស់ឈ្មោះនាងហបាននិយាយថាពេលខ្ញុំកំពុងតែអង្គុយបំបើកូនក្នុងអង្រឹងនាងបានឃើញអ្នកភូមិមានក្មេងមានចាស់បាននាំគ្នារត់សម្ដៅមកផ្ទះរបស់ខ្ញុំដោយមិនសួរនាំអ្វីទាំងអស់សូម្បីតែមួយម៉ាត់ហើយក៏ឡើងទៅលើផ្ទះរុះរើហឹងអាសនៈម្ដាយរបស់ខ្ញុំមកដីធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងនាងបានប្រាប់អ្នកភូមិថារឿងម្ដាយរបស់នាងចេះអំពើអាបធ្មប់ដែលអ្នកភូមិសង្ស័យដែលធ្វើឲ្យគេឈឺស្លាប់នោះ
នាងមិនដឹងអ្វីទាំងអស់ចំណែកឯពួកអ្នកស្រុកវិញបាននិយាយថាពួកគេនាំគ្នាសម្រុកឡើងទៅលើផ្ទះស្ត្រីឈ្មោះហនេះគឺគ្មានគោលបំណងយកទ្រព្យសម្បត្តិអ្វីនោះទេគឺគ្រាន់តែចង់យកនៅអាសនៈនិងរបស់របរដែលតាក់ទងទៅនឹងវេទមន្តអាបធ្មប់យកទៅដុតចោលតែប៉ុណ្ណោះតែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមអាជ្ញាធរប៉ូលីសបាននិយាយថាក្រុមអ្នកភូមិបានទៅរំលោភទៅលើលំនៅឋានរបស់គេដូច្នេះហើយក្រុមអ្នកភូមិត្រូវបង់ប្រាក់យ៉ាងហោចណាស់ក៏70,000 រៀលដើម្បីរួចផុតអំពីការចោទប្រកាន់ទាំងនោះរីឯស្ត្រីដែលគេចោទប្រកាន់ហើយក៏បានទទួលស្គាល់ខ្លួនឯងតាមលិខិតកិច្ចសន្យាថាខ្លួនគឺជាអាបធ្មប់និងប្រិតមេដៃនោះបានទៅសាងភ្នោះក៏ប៉ុន្តែពុំបានដឹងរឿងនេះពិតឬក៏យ៉ាងណានោះទេរឿងនេះគឺមិនចប់ត្រឹមប៉ុណ្ណេះនោះទេស្ត្រីបានប្តឹងឈ្មោះនាងហទៅក្រសួងមហាផ្ទៃនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងយ៉ាងចម្លែកមួយដែលពុំធ្លាប់បានជួបប្រទះសោះពីមុនមកដែលពាក់ព័ន្ធទៅនឹងរឿងរ៉ាវអបិយជំនឿដោយប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិនោះដែរពីបទចេះអំពើអាបធ្មប់សម្រាប់អស់មនុស្សមួយចំនួននៅក្នុងភូមិទោះបីជាពាក្យបណ្ដឹងបានចោទប្រកាន់ទៅលើបុគ្គលថាបានធ្វើឲ្យមនុស្សសឃាតតាមផ្លូវងងឹតដែលជាករណីអបិយជំនឿមិនគួរឲ្យជឿសោះនោះក្តីក៏ប៉ុន្តែប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៅក្នុងពេលនោះធ្លាប់បានបញ្ជាឲ្យស្នងការប៉ូលីសនៅក្នុងខេត្តព្រៃវែងឲ្យមានការកោះហៅបុគ្គលដែលពួកអ្នកភូមិបានប្តឹងចូលខ្លួនមកនាយកដ្ឋានព្រហ្មទណ្ឌដើម្បីធ្វើការបំភ្លឺជុំវិញរឿងរ៉ាវប្តឹងផ្តល់រឿងដ៏ចម្លែកនេះស្ត្រីត្រូវបានគេចោទថាអាបបានសារភាពជាលាយលក្ខណ៍អក្សរនៅក្នុងមុខសមត្ថកិច្ចថាខ្លួនអាបហើយសន្យាឈប់ធ្វើឲ្យមនុស្សស្លាប់ទីបំផុតមនុស្សនៅតែស្លាប់រត់ចោលភូមិមុននឹងឈានទៅដល់ការធ្វើពាក្យបណ្ដឹងដាក់ទៅដល់នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកាលពីប្រមាណឆ្នាំមុននោះប្រជាពលរដ្ឋទាំងមូលនៅក្នុងភូមិជាខ្លាំងធ្លាប់បានលើកគ្នាទាំងវងម្ដងរួចទៅផ្ទះស្ត្រីឈ្មោះហដែលត្រូវបានចោទប្រកាន់ជាស្ត្រីដែលចេះនៅវេទមន្តអាបធ្មប់នោះការលើកគ្នាទៅកាលនោះគឺពុំមែនជាការចាប់ធ្វើបាបស្ត្រីឈ្មោះហនោះទេគឺគ្រាន់តែជាការប្រមូលនៅវាំងននកន្ទេលខ្នើយមុងភួយបាយសីស្លាធរនិងអាសនៈរបស់ម្ចាស់ផ្ទះយកមកដុតបំផ្លាញចោលព្រោះពួកអ្នកភូមិជឿថាព្រលឹងអាបធ្មប់បង្កប់ខ្លួននៅក្នុងរបស់របរទាំងអស់នោះបន្ទាប់មកស្ត្រីឈ្មោះហនេះក៏ត្រូវបានពួកអ្នកភូមិនាំមកផ្ទះមេភូមិដើម្បីធ្វើលិខិតសន្យាអំពីការប្រើប្រាស់នៅវេទមន្តនៃអបិយជំនឿដ៏ចម្លែកនេះគឺអំពើអាបធ្មប់ដែលសម្លាប់មនុស្សនៅក្នុងភូមិជាបន្តទៅទៀតនោះកាលនោះចំពោះមុខលោកមេភូមិនិងមុខនៃប្រជាពលរដ្ឋស្ត្រីឈ្មោះហនេះបានធ្វើកិច្ចសន្យាឈប់ធ្វើបាបមនុស្សគ្រប់រូបនៅក្នុងភូមិនិងសូមទទួលទោសនៅចំពោះមុខច្បាប់ប្រសិនបើថ្ងៃខាងក្រោយនៅតែបន្តធ្វើបាបមនុស្សតទៅទៀតនោះបន្ថែមពីលើកិច្ចសន្យារបស់ស្ត្រីឈ្មោះហលោកសុនមេងដែលជាមេភូមិជាខ្លាំងបានធ្វើលិខិតបញ្ជាក់ថាឈ្មោះហធ្វើលិខិតសន្យានោះមកក៏នៅតែមានមនុស្សឈឺស្លាប់ជាបន្តទៅទៀតទើបពួកអ្នកភូមិធ្វើពាក្យបណ្ដឹងមកនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យជួយពួកគេនៅក្នុងការបញ្ឈប់នៅសកម្មភាពដ៏សែនភ័យខ្លាចរបស់ស្ត្រីឈ្មោះហនេះចំពោះរឿងរ៉ាវនៃដំណើរដើមតងដែលធ្វើឲ្យពួកអ្នកភូមិបានចាត់ទុកស្ត្រីឈ្មោះហថាជាអាបធ្មប់នៅក្នុងពេលនោះគឺពួកអ្នកភូមិបានប្រាប់ទៅប៉ូលីសថាដោយសារតែមានគ្រួសារកសិករមួយនៅក្នុងភូមិជាខ្លាំងនេះទ័ពអំពីប្រពន្ធរបស់គាត់បានស្លាប់ទៅមិនទាំងបានប្រមាណថ្ងៃផងស្រាប់តែនាងក្រមុំម្នាក់ឈ្មោះចរជាកូនស្រីទី2របស់គ្រួសារនេះនៅស្ងៀមក៏ដួលសន្លប់បាត់ស្មារតីហើយបន្ទាប់អំពីពួកអ្នកភូមិជួយគក់ជួយច្របាច់រហូតដឹងខ្លួនឡើងវិញ
ស្រាប់តែក្រោកឡើងនិយាយដោយធ្វើកាយវិការរបៀបខ្មោចចូលថាយើងនឹងសម្លាប់គ្រួសារនាងឲ្យអស់យើងឈ្មោះហណូម្ដាយរបស់នាងហកូនហបញ្ជាឲ្យយើងមកនាងចរតែយើងអាណិតវាណាស់ក៏ព្រោះតែសម្ដីនាងក្រមុំឈ្មោះចរនិយាយដោយខ្មោចចូលនោះហើយដែលធ្វើឲ្យអ្នកភូមិចាត់ទុកថាគឺជាមនុស្សមួយចំនួនដែលបានស្លាប់ជាច្រើនឆ្នាំមកនោះគឺស្លាប់ដោយសារតែអំពើអាបធ្មប់របស់ស្ត្រីឈ្មោះហសោះលោករឿងរ៉េតអាយុ40ឆ្នាំគឺជាឪពុករបស់នាងចរបានរៀបរាប់ថាក្រោយពីប្រពន្ធបានស្លាប់មិនបានប៉ុន្មានផងកូនស្រីរបស់ខ្លួនបានធ្លាក់ខ្លួនឈឺបានយកនាងទៅព្យាបាលអស់ពីគ្រូខ្មែរចូលទៅដល់គ្រូចាមទៀតជំងឺកូនស្រីរបស់ខ្ញុំចេះតែរវើរវាយមិនហូបអាហារឈឺចុកចាប់ពាសពេញពោះរួចក្អួតក៏មិនចេញជាញឹកញាប់ដែលអ្នកភូមិដូចជារូបខ្ញុំដែរបានសន្មតថាគឺជារោគត្រូវអំពើធ្មប់លោករឿងរ៉េតបន្តថាទោះបីជាកូនស្រីបានស្រឡះមានសភាពប្រក្តីឡើងវិញក្តីក៏ប៉ុន្តែខ្ញុំនៅតែមិនទុកចិត្តថាកូនស្រីនឹងជារហូតនោះទេពីព្រោះធម្មតាអំពើអាបធ្មប់វាចេះណាស់តាមចាស់បុរាណបានប្រាប់ថាខ្មោចវាចេះសំងំនៅក្នុងខ្លួនមិនឲ្យយើងដឹងនោះទេគឺថាវាលាក់ខ្លួនពួនសំងំក៏ថាបានលោករ៉េតបន្តថាជួនកាលវាសំងំពី3ខែវាចាប់ឬជំងឺបែបនេះទៀតក៏ថាបានពីព្រោះសពថ្ងៃកូនស្រីក៏តែងតែនិយាយរៀបរាប់ប្រាប់ខ្ញុំថានាងបានដេកយល់សប្តិមិនសូវល្អនោះទេចេះតែរវើរវាយឲ្យរឿងរ៉េតនេះក្រោយពីប្រពន្ធបានស្លាប់ចោលទៅខ្ញុំនៅតែរក្សាកូន4នាក់សប្តាហ៍នេះខ្ញុំកំពុងតែក្រលក់អស់គូអស់ក្របីចម្ពាក់ប្រាក់គេ7លានរៀលមិនដឹងរំពឹងថាយកអ្វីទៅសងគេឲ្យបានឆាប់រួចរាល់នោះទេគេพูดថាដីនៅតែតិចស្រែធ្វើមិនសូវជាបានផលម្យ៉ាងទៀតក៏បានជាប់រវល់មើលកូនស្រីក្រមុំឈឺអស់ពី3ខែទៅហើយអស់ប្រាក់រាប់លានរៀលថែមទៅទៀតផងនោះនៅក្នុងចិត្តរបស់ខ្ញុំក៏មានការខ្វាយខ្វល់យ៉ាងខ្លាំងណាស់ស្ត្រីឈ្មោះរឿងថាត្រូវជាបងបង្កើតនឹងរឿងរ៉េតបានរៀបរាប់ពីក្មួយស្រីឈ្មោះចរនេះដែលដួលសន្លប់នោះថាពេលកំពុងតែហាលស្រូវនៅមុខផ្ទះស្រាប់តែឈ្មោះចរនេះក៏បានស្រែកថាធំក្លិនចំអាស់ខ្មោចម៉ែណាពុកអើយជួយផងស្រែករួចនាងក៏បានដួលសន្លប់ទៅពេលនោះអុជធូបបាន5សរសៃហើយក៏បានឧទ្ទិសថាសូមសម្ដេចព្រះគ្រូឈើច្រត់ថែរក្សាដើមទ្រាំងជួយបង្ហាញអំពីមូលហេតុនៃជំងឺនេះមកបន្ទាប់មកលោកយាយម្នាក់ដែលជាអ្នកថែរក្សាឈើច្រត់ដើមទ្រាំងក៏យកឈើច្រត់មកអូសសពរាងកាយក្មួយក្រមុំបានមួយសន្ទុះស្រាប់តែប្រលឹងខ្មោចបានចូលសន្ធិដ្ឋនៅក្នុងខ្លួននាងចរនោះដោយនិយាយថាយើងជាម៉ែរបស់នាងហព្រលឹងខ្មោចយាយនោះក៏បានលើកឡើងថានាងហគឺជាកូនរបស់អញបានប្រើវេទមន្តបញ្ជាអញមកយកជីវិតនាងរាតែអញបានអាណិតវាណាស់អញក៏មិនបានសម្លាប់វាទៅតាមបញ្ជាបិសាចភពនោះទេម្យ៉ាងទៀតអញចង់លាងបាបកម្មរបស់អញកុំឲ្យអញបាបចុះនរកច្រើនជាន់ពេកព្រោះអញដើរសម្លាប់អ្នកស្រុកក្នុងភូមិអស់ជាច្រើនរួចមកហើយព្រលឹងខ្មោចនោះក៏បានយំហើយនិយាយទៀតថាឥឡូវនេះអញមិនសម្លាប់កូនកំមុំនេះទេពីព្រោះអញបានសម្លាប់ម៉ែវារួចទៅហើយនាងរឿងនេះក៏បានបន្តទៀតថាពេលនោះខ្ញុំក៏បានភ័យរន្ធត់ប្រលឹងប្រលះហើយមានការភ័យខ្លាចក្មួយស្រីបានស្លាប់ក៏យំអង្វរប្រលឹងខ្មោចយាយនោះផងដែរសូមឲ្យគាត់អាណិតទុកជីវិតចៅទៅទៀតពីព្រោះថាម៉ែរបស់វាក៏បានស្លាប់ទៅហើយនាងបានបន្ថែមថាខ្ញុំអង្វរពី3ដងព្រលឹងរបស់យាយខ្មោចនោះក៏យល់ព្រមហើយព្រលឹងគាត់ក៏បានស្រែកលឺថាឲ្យទៅតាមនាងហមកបើវាមិនមកលិតខ្លួនរបស់អញទេអញនឹងចេញមិនរួចនោះឡើយពេលនោះគ្មាននរណាម្នាក់ហ៊ានទៅហៅនាងហទេដែលម្នាក់ខ្លោបខ្លាចអំណាចរបស់នាងហដូចខ្លាចខ្លារួមទាំងមេភូមិរួមទាំងមនុស្សនៅក្នុងភូមិជាច្រើននាងរឿងក៏បានបន្តទៀតថាលុះបានមួយសន្ទុះក៏លិចនៅរូបនាងហដើរមកតែម្ដងការដើរមកនេះគឺមិនមាននរណាម្នាក់ទៅប្រាប់គាត់នោះទេគឺនាងហនេះដឹងដោយខ្លួនឯង
ពីនាងហោដើរមកដល់ឈរពីមុខព្រលឹងខ្មោចយាយខ្មោចរូបនេះក៏បានស្រែកខ្លាំងៗថានាងហោចូលមកសារភាពទៅរឿងយើងធ្វើឲ្យគេងាប់ជាច្រើនអ្នកណាស់ឥឡូវនេះពួកគេដឹងឮអស់ហើយកូននឹងរឿនក៏បានបន្តទៀតថានាងហោនេះប្រុងប្រកែកដែរតែដោយសារតែព្រលឹងម្ដាយរបស់នាងនិយាយត្រូវចំម៉ាច់ពេកក៏មានការលុតជង្គង់សារភាពសំពះអង្វរម្ដាយថាម៉ែកូនខុសហើយពីថ្ងៃនេះទៅកូនឈប់ធ្វើបាបគេតទៅទៀតហើយព្រលឹងខ្មោចម្ដាយក៏បានប្រាប់ថាម៉ែចេញមិនរួចពីខ្លួនគេទេចូលកូនលិតខ្លួនគេ3ដងមកទើបម៉ែចេញបានពេលនោះនាងហោក៏បានសុកចិត្តលៀនអណ្ដាតក៏បានលិតដងខ្លួននាងចរដើម្បីឲ្យព្រលឹងខ្មោចម្ដាយបានចេញពីរូបកាយនោះទៅនាងក្រមុំចរនេះនិយាយថានៅក្នុងខ្លួនរបស់នាងសពថ្ងៃដូចជាដឹងខ្លួនមិនសូវជាស្រួលបួលហើយតែងតែមិនដូចដើមនោះទេ